ជាឡោមស្ថិតនៅក្នុងស្រុកបានឡុងខេត្តរតនគិរីវាជាឈ្មោះរបស់បឹងមួយនិងជាឈ្មោះរបស់សហគមន៍មួយយ៉ាឡោមជាកន្លែងដ៏ស្រស់ស្អាតនិងជាកន្លែងល្បីល្បាញផងដែរប្រជាជនដែលរស់នៅជុំវិញតំបន់នេះជាជនជាតិដើមភាគតិចដែលមានឈ្មោះថាទំពួនពួកគេបានរស់នៅទីនេះជាយូរលង់ណាស់មកហើយខ្ញុំឈ្មោះខំសុកមកពីភូមិលូនឃុំយ៉ាឡោមស្រុកបន្លុងខេត្តរតនគិរីលឹងវក់លឹងយ៉ាលឹងម៉ែលឹងពើអ៊ីនពេឈប់កំណើតទាំងអាហងឈុំទុញកែអៃឈប់អាប្រជាជនជនជាតិដើមភាគតិចទំពួនដែលរស់នៅក្នុងតំបន់នេះគឺជាអ្នកចម្ការពួកគេធ្វើចម្ការវិលជុំដើម្បីចិញ្ចឹមជីវិតឈ្មោះខ្ញុំយ៉ៃហើយនៅភូមិលពោជនជាតិទំពួនខ្ញុំដាំចន្ទីបន្ទាប់ពីចន្ទីដាក់ជ្រៅហើយខ្ញុំដាំក្រមចន្ទីតាំងពីដាក់ចេកដាក់លហុងកុលក្រីពួកគេអាចយកអនុផលពីចម្ការរបស់ពួកគេទៅលក់នៅឯទីផ្សារបានឡុងដើម្បីបានប្រាក់កម្រៃបន្តិចបន្តួចបាទអាហ្នឹងយើងមានតែយកទៅផ្សារបាទគាត់ណាដោះដូរហុកអំបិលអីលក់ដូចគួនអីហើយទលងស្វាអីការរស់នៅរបស់ជនជាតិដើមភាគតិចក្នុងសហគមន៍នេះគឺពឹងផ្អែកទៅលើមុខរបរធ្វើចម្ការទាំងស្រុងចម្ការមានសារៈសំខាន់ណាស់សម្រាប់ពួកគេព្រោះវាជាមុខរបរតែមួយគត់សម្រាប់ពួកគេដូចនេះពេលណាពួកគេអស់ដីគឺពួកគេត្រូវបាត់បង់អ្វីៗទាំងអស់នៅក្នុងសហគមន៍នេះមានតំបន់ការពារមួយដែលមានទំហំ362ហិកតាដែលគ្រប់គ្រងដោយសហគមន៍ខ្លួនឯងក្នុងការគ្រប់គ្រងនេះពួកគេបានបង្កើតគណៈកម្មការគ្រប់គ្រងនិងមាន5ផ្នែកផ្សេងៗគ្នាបាទខ្ញុំជាឈ្មោះមូងយុហើយជនជាតិទំពួននៅឃុំយ៉ាឡោមខ្ញុំសប្តាហ៍ថ្ងៃនេះកំពុងធ្វើការបម្រើនៅបឹងតែខ្ញុំខាងសន្តិសុខសម្រាប់ការពារជុំវិញបឹងខ្ញុំឈ្មោះសវណ្ណករីជនជាតិទំពួនខ្ញុំការងារខ្ញុំនៅនឹងខ្ញុំសរសេរសម្បត្តិហើយនឹងកាប់សម្បត្តិម៉ូតូនឹងហើយយកលុយពីភ្ញៀវអ្នកចូលតួនាទីគឺជាផ្នែករដ្ឋបាលនៅក្នុងមជ្ឈមណ្ឌលខ្ញុំឈ្មោះធីមកពីភូមិសិលឃុំយ៉ាឡោមបានសមាជិកបម្រើការងារក្នុងបឹងយ៉ាឡោមតួនាទីខ្ញុំលក់សិប្បកម្មនិងដេរសម្លៀកបំពាក់មានដូចជាឃ្លោកហើយឆ្នាំងដីហើយគោងហើយមានកផាចំពោះភ្ញៀវមកលេងតំបន់នេះគឺហាមមិនអោយប្រព្រឹត្តដោយតទៅទី1ហាមខត់លេងល្បែងស៊ីសងទី2ហាមខត់ប្រើស្ប៊ូក្នុងបឹងទី3ហាមខត់ការឆ្លោះទាស់តែងគ្នាពេលមកកំសាន្តការការពារតំបន់នេះក្នុងគោលបំណងការពារពីការបំពុលត្រីការបរបាញ់សត្វព្រៃការកាប់បំផ្លាញព្រៃឈើការធ្វើឲ្យតំបន់មានភ្លើងឆេះការធ្វើឲ្យមានភាពក្រខ្វក់និងការអភិវឌ្ឍនៅជុំវិញតំបន់គោលបំណងការពារនេះដោយអភិរក្សការពារបរិស្ថាននេះឲ្យបានស្ថិតស្ថេរគង់វង្សកុំឲ្យអ្នកពីខាងក្រៅអីបណ្ដើមយកធ្វើជាកម្មសិទ្ធិរបស់ខ្លួនការពារតំបន់362ហិកតាមិនឲ្យអ្នកណា
កាប់ត្រីឬលំឈើធំដើម្បីឲ្យវាដុះឡើងធនធានធម្មជាតិឲ្យស្រស់បំព្រងទៅអនាគតសម្រាប់សហគមន៍ទាំង5ភូមិជាពិសេសចង់ថែរក្សាធនធានធម្មជាតិដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយបានស្គាល់ព្រៃឈើសត្វព្រៃនិងទុកជាកន្លែងទេសចរដើម្បីសហគមន៍អាចមានចំណូលបន្តិចបន្តួចដើម្បីអភិវឌ្ឍនៅក្នុងសហគមន៍សម្រាប់ភ្ញៀវទេសចរមកកំសាន្តនិងសម្រាប់សហគមន៍ទាំង5ភូមិដើម្បីទាញអនុផលនិងកូនចៅចំនួនក្រោយនៅក្នុងតំបន់ការពារនេះមានបឹងមួយប្រកបដោយសោភ័ណភាពស្រស់ស្អាតមួយដែលមានរាងមូលហើយនៅជុំវិញបឹងមានដើមឈើធំធំដែលមានពណ៌បៃតងស្រស់ស្អាតគួរឲ្យជាទីគយគន់ប្រវត្តិបឹងយឡោមនេះវាតាមឮដឹងគេចាស់ទុំគេនិយាយថាទឹកនេះវាកើតមកពីគីនិកាយយៈហ្នឹងវាយកផ្លែត្រៀងមកអំពុលមនុស្សយើងគាត់តែមេតាធំមនុស្សធំហ្នឹងមនុស្សដែលចូលទ្រង់មើលជាតិមនុស្សយើងនេះហើយឃើញយៈហ្នឹងមកអំពុលយើងហើយដេញយៈហ្នឹងទៅតន់នៅក្រោមកូនបំកាប់យៈហ្នឹងឥឡូវមនុស្សមកពីកាប់យៈហ្នឹងបានកាយទឹកនេះជានងផឹកបឹងនេះមានរឿងនិទានជាច្រើនដោយសារមានរឿងនិទាននេះទើបយើងហៅបឹងនេះថាយៈឡោមដោយមានការការពារថែរក្សាយ៉ាងយកចិត្តទុកដាក់ពីសហគមន៍បឹងយៈឡោមបានក្លាយទៅជាកន្លែងមានសោភ័ណភាពស្រស់ស្អាតស្ងៀមស្ងាត់និងខ្យល់អាកាសបរិសុទ្ធបឹងនេះធ្វើឲ្យជាទីមនោរម្យសម្រាប់មនុស្សនៅលើពិភពលោកមកទស្សនាភ្ញៀវមកទស្សនាតំបន់នេះជាភ្ញៀវខ្មែរក្នុងខេត្តរតនគិរីនិងមកពីខេត្តផ្សេងៗនៅក្នុងប្រទេសហើយមានភ្ញៀវបរទេសមកពីប្រទេសផ្សេងៗនៅលើពិភពលោកមកទស្សនាតំបន់នេះផងដែរពួកគេមកទីនេះអាចស្វែងយល់ពីប្រពៃណីវប្បធម៌ជនជាតិដើមភាគតិចទំពួននៅទីនេះផងដែរតំបន់នេះបង្កើតដោយសារថារោគជំនួលដើម្បីអភិវឌ្ឍរបស់សហគមន៍ទាំង5ភូមិកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន It's the first time I'm here. I just enjoy. I just walk around the lake to hear what is it because it's very quiet so you just hear the nature. ទូទាំងខេត្តនេះនិងខេត្តផ្សេងៗបណ្ដាខេត្តផ្សេងៗគេចង់មកស្គាល់បឹងយឡោមនៅខេត្តរតនគិរីយើងនេះថាមកលេងនេះពិតជាស្រស់ស្អាតមែនមកទេសភាពហើយនឹងទឹកថ្លាថាមនុស្សម្នាក់ៗចង់មកលេងបងមកលេងទីនេះ What I really enjoy it's very quiet and very clean because it's not clean everywhere but around this lake it's no garbage nothing it's really clean and I think it will stay like this for a long timeប្រជាជនសហគមន៍យៈឡោមទាំងអស់នាំគ្នាថែរក្សាការពារព្រៃឈើពួកគេចង់រក្សាការពារធនធានធម្មជាតិដើម្បីទុកឲ្យកូនចៅចំនួនក្រោយបានឃើញនិងប្រើប្រាស់អនុផលព្រៃឈើតាមបែបបុរាណសហគមន៍ចូលរួមថែរក្សាការពារជួយខាងក្រៅដើម្បីទប់ដែលអ្នកជនល្មើសចូលមកបំផ្លាញក្នុងតំបន់ចំណែកបឹងយឡោមខ្ញុំគិតថាមានសារៈសំខាន់ណាស់បឹងយឡោមគឺជាតំបន់មួយដែលមានសារៈសំខាន់សម្រាប់ជនជាតិភាគតិចរបស់យើងបឹងយឡោមគឺមានសារៈសំខាន់ណាស់សម្រាប់ក្នុងសហគមន៍នេះខ្ញុំស្រឡាញ់បឹងយឡោមការពារបឹងយឡោមពីពីការពារធម្មធានប្រញ្ចំតពួនតឆៅប្រមាត់បងៃពីរង្ហាយព្រីរង្ហាយទៀកឆ្អិនពូមើឆ្អិនពូការមានសារៈសំខាន់ណាស់សម្រាប់ជនជាតិភាគតិចយើងខ្ញុំមានគំនិតចង់ថែរក្សាការពារបឹងយឡោមញឿនពេញហើយយាយយ៉ាឡំ